ការពិតមិនអាចប្រកែកបានសារព័ត៌មានអន្តរជាតិល្បីៗផ្សាយបកអាក្រាតអនុทินថាឈ្នះឆ្នោតដោយសារចំនួនព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយទុច្ចរិតប្រកាសជាជំនះមិនទាន់បានប៉ុន្មានផងលោកអនុทินឆានវរគុលនិងបកភូមិใจថៃបានរងការរិះគន់ពេញប្រទេសថៃនិងសារព័ត៌មានអន្តរជាតិធំផ្សាយបកអាក្រាតខ្មាស់គេពេញពិភពលោកសារព័ត៌មានអន្តរជាតិល្បីៗរួមមានទីភ្នាក់ងារសារព័ត៌មាន Reuters ភ្នាក់ងារសារព័ត៌មាន AP News សារព័ត៌មាន Al Jazeera និងសារព័ត៌មាន The Straits Times ជាដើមបានផ្សាយបកអាក្រាតថានាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុทิនឆានវរគុលមេបកភូមិใจថៃអនុทิនឈ្នះឆ្នោតដោយសារយកចំនួនព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយទុច្ចរិតលទ្ធផលបឋមបង្ហាញគួរឲ្យភ្ញាក់ផ្អើលថាបកភូមិใจថៃរបស់លោកអនុทิនបានឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026ភ្លុកទឹកភ្លុកដីដោយដណ្ដើមបានរហូតដល់194អាសនៈជាប់ចំណាត់ថ្នាក់លេខ1ចំណែកឯគណៈបកប្រជាជនថៃដែលជាបកប្រឆាំងដ៏ធំដណ្ដើមបាន116អាសនៈជាប់ចំណាត់ថ្នាក់លេខ2ហើយគណៈបកភឿថៃរបស់ត្រកូលថាក់ស៊ីនបានត្រឹមតែ76អាសនៈជាប់ចំណាត់ថ្នាក់លេខ3ក្នុងចំណោមកៅអីសរុប500អាសនៈជ័យជំនះគឺពិតជានឹកស្មានមិនដល់នោះទេការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថាបកប្រជាជនថៃនិងបកភឿថៃឡើងប្រជាប្រិយភាពខ្លាំងខណៈដែលបកភូមិใจថៃរបស់លោកអនុทินធ្លាក់ជិតដល់ទៅបាតតារាងប៉ុន្តែលទ្ធផលបែរជាចេញមកបែបនេះគឺស្ទើរតែមិនគួរជឿប៉ុន្តែទោះជាលទ្ធផលបឋមបង្ហាញថាខ្លួនគឺជាអ្នកឈ្នះឆ្នោតក្តីក៏លោកអនុทินនិងគណៈបកភូមិใจថៃជាពិសេសគណៈកម្មាធិការរៀបចំការបោះឆ្នោតកំពុងរងសម្ពាធនឹងការរិះគន់ធ្ងន់ធ្ងរពីប្រជាពលរដ្ឋថៃហើយថែមទាំងត្រូវបានសារព័ត៌មានអន្តរជាតិល្បីៗផ្សាយបកអាក្រាតថាឈ្នះឆ្នោតដោយសារយកចំនួនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយទុច្ចរិតជាការពិតណាស់លោកអនុทินបានយកចំនួនព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយទុច្ចរិតដោយបញ្ឆេះបញ្ឈួលសមារតីជាតិនិយមជ្រុលខុសទំនងប្រកបទៅដោយភាពគ្រោះថ្នាក់ដោយលោកធ្លាប់ប្រកាសដោយចំហថាប្រសិនបើគណៈបកភូមិใจថៃរបស់លោកវិលត្រឡប់មកដឹកនាំរដ្ឋាភិបាលឡើងវិញលោកនឹងលុបចោល MOU ឆ្នាំ2001ជាមួយកម្ពុជាភ្លាមហើយច្រានចោលគោលនយោបាយបែងចែកធនធានរ៉ែប្រេងក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ50-50ជាមួយកម្ពុជាដោយដែលរដ្ឋាភិបាលថៃមុនធ្លាប់បានព្រមព្រៀងមិនតែប៉ុណ្ណោះលោកអនុทินបានសួរអ្នកបោះឆ្នោតថៃថាតើអ្នកចង់បានរដ្ឋាភិបាលដែលខ្មែរខ្លាចឬចង់បានរដ្ឋាភិបាលដែលខ្លាចខ្មែរពាក្យសម្ដីដ៏អសិលធម៌និងគួរឲ្យស្អប់ខ្ពើមបែបនេះគឺពិតជាមិនអាចទទួលយកបានឡើយហើយការពិតដែលមិនអាចប្រកែកបាននេះក៏ត្រូវបានសារព័ត៌មានអន្តរជាតិល្បីៗផ្សាយបកអាក្រាតហើយដែរខ្ញុំមុនីវ័នពី RT News